ចឹងនិយាយក្រុមពួកយើងនឹងធ្វើបានខែឲ្យត្រូវអត់ដោយសារខ្ញុំមើលទៅយ៉ាងតិចទៅធ្វើបានក្បាលដបងហើយនៅចំណុចកកហើយឲ្យពួកយើងទៅរកទៀតអត់ចឹងមិនមើលទៅឃើញតិចហ្នឹងអញ្ចឹងមិនថាពួកយើងបើសិនជាតនេអីជួយរកតិចមកបើថាណាគេរកបានមុនអញ្ចឹងសេះឲ្យខ្ញុំមកស្នងខ្ញុំដាក់ចូលក្នុងស្លាយបងចង់និយាយថានៅក្នុងស្លាយចំណុចកដែលពួកយើងត្រូវរកហ្នឹងយើងធ្វើមិនវិញយើងទៅរករបៀបអក្សរច្រើនឬក៏មានលេខត្រីអីខ្លះយើងធ្វើដាក់ស្លាយអញ្ចឹងយើងរកអាណាមានលេខត្រីអីមកហើយបើសិនជាយើងចង់បកស្រាយខាងក្រៅទៀតក៏បានដែរតែបើថាឲ្យយកអក្សរសុទ្ធដាក់ចូលក្នុងស្លាយគឺដាក់អត់កើតទេវាមើលទៅស្កេស្កាច្រើនពេកបងចង់និយាយថាពេលដែលគ្រូឲ្យឡើង present អីហ្នឹងយើងអាចមើល script អីយកទៅកាន់មើលអីបានអត់ឬក៏យើងត្រូវទិញឲ្យចាំអីអាហ្នឹងស៊ីសងលើខ្លួនយើងទេបើថាយើងចង់ទិញចាំក៏បានឬក៏កាន់ sheet មើលក៏បានក៏ថាពេលដែលយើងឡើងបកស្រាយហ្នឹងយើងក៏មើលអាកតាស់ហ្នឹងទេចារបៀបយើងបកស្រាយទៅតាមចំណុចអ្វីដែលយើងយល់អញ្ចឹងណាអូខេបងខ្ញុំយល់ហើយចង់និយាយថាគ្នាចឹងមានណាគេអាចទៅរកចំណុចអីបាននៅស្រុកខ្ញុំដែរចូលក្នុងស្នេហ៍ដោយសារតែនឹងកំពុងរៀបចំធ្វើក្បាលដបងវិញមិនតន់ឲ្យចាញ់ទេនេះខ្ញុំមកដឹងដាក់មិនឲ្យស៊ីនឹងប្រធានបទដែលគ្រូដាក់ឲ្យសោះចង់និយាយថាឲ្យខ្ញុំគ្នាទៅរកចំណុចកពូយូរដាក់ក្នុងស្រីលេងខ្ញុំគ្នាអត់ទៅរកអីទេដល់ពេលសួរតែអត់ចេះចុះបើហៅវាអត់ចាញ់មែនណាខ្ញុំរកតាមកកផង AI ផងនៅតែវាអត់ចាញ់អត់ដឹងថាគួរដាក់ចំណុចមិនឲ្យវាស៊ីក្នុងប្រធានបទហ្នឹងឯងបើខ្ញុំដឹងខ្ញុំមិនចង់ទេឥឡូវថ្ងៃហ្នឹងមានតែធ្វើក្បាលដបងស្រីសិនទេបើថាមិនមកចំស្អែកចំណាត់ជួបគ្នានៅខាងកាហ្វេហ្មងទៅប៉ុន្តែត្រូវតែអត់ថាស្អែកគឺត្រូវតែរកចំណុចអីបានចុះស្អែកយើងជួបគ្នាពេលណាម៉ោងម៉ានពេលផឹកក៏ពេលថ្ងៃដែរជួបគ្នាប្រហែលជាពេលផឹកម៉ោង9អីទៅរៀងភ្ជាប់ដែរមកពេលថ្ងៃខ្ញុំសូវតែនេះផងចឹងស្អែកជួបគ្នាពេលផឹកម៉ោង9នៅខាងកាហ្វេនេះមិនមកប្រាប់ផងស្នុកខ្ញុំរៀបចំមកហើយចាំមើលសិនថាគ្នាយើងទៅនេះច្រើនគ្នាចាំស្នុកខ្ញុំប្រាប់ថាទៅខាងកាហ្វេនេះសួស្តីបងទៅគេមកឯណាបងឯតាមមកបានទេមើលទៅដឹងថាកូនទិញអីសោះនេះមើលទៅសិតតែរបស់តំណទាំងអស់ប្រហែលល្ងាចនេះត្រូវទិញ steak ហើយនឹងមីកំពុងយកទៅឆុងញ៉ាំហើយខ្ចប់នេះមើលទៅដូចជាតំណងឆ្ងាញ់ដល់ហើយយកមួយសិនបងជួយខ្ញុំហើយនឹងកាដូខ្ញុំមួយមកនេះបានបងចាំបន្តិចណារបស់បងអស់$8.75កាក់តើបងត្រូវការ scan ឬក៏ឲ្យជាប្រាក់សុទ្ធទេបងចាបងខ្ញុំឲ្យជាប្រាក់សុទ្ធនេះលុយបងថ្លៃអមៃបងអរគុណច្រើនណាស់ស្គាល់ថាក្រោយបងបញ្ជាកូនត្រូវខាងបងទៀតទូលំបានមកដល់ផ្ទះលោកឲ្យលោកមិនល្ងិតល្មមនេះហើយណាគេសានមកនោះយកໄວនេះនេះសាមកពីខាង HR ដែលខ្ញុំមកផាយ CV មិនសមមិនតា Hello, I am from the HR department of Sakura Coffee. Your CV has been shortlisted. The company would like to invite you for an interview. It's tomorrow time to Hello ម៉ែថ្ងៃនេះកូនមានដំណឹងល្អចង់ប្រាប់ម៉ែអំបញ្ញមិញនេះកូនបានទទួលសារពីខាង HR ខាងកន្លែងដែលកូននៅ file CV ទៅឥឡូវគេហៅកូនឲ្យទៅសម្ភាសន៍ថ្ងៃស្អែកម៉ោង2រសៀលនេះម៉ែកូនស្វែងចិត្តខ្លាំងម៉ែកូនទៅខ្លាំងមែនតើនេះពិតមែនអត់ទេដែរម៉ែពិតជាស្វែងចិត្តខ្លាំងមែនតើពេលដែលលើដំណឹងថាកូនបានចុះកន្លែងការងារហ្នឹងចាម៉ែកូនក៏ដូចគ្នាដែរក៏ប៉ុន្តែឥឡូវនេះមិនទាន់បានចុះដល់ឡើយទេព្រោះឲ្យនៅទៅសម្ភាសន៍អីទៀតម៉ែអញ្ចឹងប៉ុណ្ណឹងសិនណាកូនហៅរៀបចំងុយទឹកអីសិនណាម៉ែកូនមិនបានងុយទឹកដល់ឡើយនេះទេចាកូនចាបញ្ញាមកទឹកអីខ្ញុំមកទៅណាsorry ផងណាបងដោយសារតែស្តាប់ផ្លូវឲ្យពេលយកណាមើលខោទីចឹងទៅបានម្ដងក្រោយគេបានមិនអីទេចង់និយាយថាគេយកមានរោគបានចំណុចអីក្រៅហ្នឹងចិត្តដល់ថ្ងៃគ្រូយកឯនេះហើយកុំយកពេកថ្ងៃហ្នឹងស្គាល់តែបានប្រកបគ្នាទៅចុះនេះបើតាម topic ដែលគ្រូគាត់ដាក់ឲ្យមកទេណាបើតាមខ្ញុំគិតថានៅក្នុង topic ដែលគ្រូគាត់ដាក់ឲ្យហ្នឹងយើងគួរតែហៅ4ចំពោះក្នុងចំពោះនីមួយៗវាអាចនឹងមានចំណុចតូចៗនៅក្នុងហ្នឹងទៀតហើយក្រុមយើងមានតែ4នាក់ចឹងគិតថាយកតែ4ចំពោះបានហើយចំណុចចំពោះទី1ហ្នឹងខ្ញុំគិតថាគួរតែផ្សេងទៅនឹង script ហើយចំពោះទី2ផ្សេងទៅនឹងរំលឹកទ្រឹស្ដីហើយចំពោះទី3ទៅនឹងស្ថានភាពការធ្វើពីនៅក្នុងក្រុមហ៊ុនម៉ែយើងដាក់តាមចំណុចដូចធីតាគាត់និយាយទៅបើខ្ញុំនឹកចាញ់ទេម៉ាញ៉ាយ
ហើយ អត់ទេបើចង់ដាក់ដូចខ្ញុំក៏បានដែរនេះវាគ្រាន់តែជាការកាត់របស់ខ្ញុំតែកណូផ្សេងទៀតគាត់គិតឃើញផ្សេងខ្ញុំអត់ដឹងដែរគាត់ថាខ្ញុំមើលតាមប្រធានបទគ្រូគាត់ប្រហែលជាចង់បានរបៀបអញ្ចឹងណាអញ្ចឹងទៅបាទខ្ញុំគិតថាដាក់តាមចំណុចដូចខ្ញុំនិយាយក៏បានដែរ ខ្ញុំគិតថាដាក់តាមធីតាទៅមិនខុសទេ ដឹងស្អីទេវាស្អាតគិតថកណិតខ្លួនឯងអីទៅចាំទៅតាមគេតាមឯង តែបើតាមខ្ញុំមើលធីតាក៏គាត់និយាយយ៉ាងថៃដែរអញ្ចឹងទៅដាក់តាមធីតាទៅ អូយកុំអញ្ចឹងបានអត់ខ្ញុំសុំខ្ញុំនិយាយហ្នឹងខ្ញុំតាមការគិតការយករបស់ខ្ញុំទេតែបើអ្នកផ្សេងចង់ដាក់មិនក៏បានដែរ ខ្ញុំគិតដូចវិសាដែរដោយសារតែខ្ញុំមានអារម្មណ៍ថាធីតាគាត់និយាយក៏ត្រូវម្យ៉ាងដែរបើយើងទៅហៅគ្រូវាមិនកើតណាព្រោះយើងទៅដឹងតែក្នុងក្រុមហ៊ុនគេមិនកើតតោះតែយើងទៅសួរគេតើឬក៏អី បើថាអ្នកតាមកណិតដែលខ្ញុំគិតហ្នឹងក៏បានដែរព្រោះអីវាយ៉ាងតកតងទៅនឹងប្រធានបទគ្រូគាត់ដាក់ឲ្យមកដែរគាត់ថាខ្ញុំអត់សូវប្រកាសថាពេលយើងដាក់អាហ្នឹងទៅវាត្រូវគ្នាខ្លាំងឬក៏មិនអីមិនទេ ខ្ញុំគិតថាមិនអីទេតែនេះគ្រូគាត់ដឹងឯង ចាយថាគេប៉ុន្តែហាងកាហ្វេណាគេរើសទីតាំងចេញមកឡើងត្រូវប៉ក់ចិត្តសមុទ្រខ្យល់ហើយឡើងតិចស្រួលហ្មងណាគាត់ក្តៅតិចហើយក៏តាមស្លាំងមកស្លាំងមកទៅអារឿងក៏មកអំបាច់ក៏មកហ្នឹងទេថ្ងៃហ្នឹងខ្ញុំអាចចេញតែមុនបានអត់ដោយសារខ្ញុំមានការប្រញាប់បន្តិចព្រោះអីតិចទៀតនឹងដល់ម៉ោងត្រូវទៅសភាការងារដែរ បានអត់អីទេបើថារបួសចាំ3នាក់ខ្ញុំជួយធ្វើគ្នាក៏បានដែរអត់អីទេ ជំរាបសួរបងអរគុណបងដែលបានផ្ដល់ឱកាសឲ្យបងសម្រាប់ការសភានៅថ្ងៃនេះ បាទជំរាបសួរអាចអង្គុយចុះបានបងប្អូនជួយណែនាំខ្លួនបន្តិច ចាបង Good afternoon my name is Yun Patida I am 18 years old I'm from Kampong Chhnang province now I living in Sankara city currently I am a student 1 year at Sankara University also I don't have experience before but I am eager to learn hardworking responsible to adapt quickly I enjoy working with people and always try to provide friendly and professional service I am excited about the opportunity because I want to gain experience improve my skill and contributing to your company thank you for your time and consideration ហើយអ្វីបានជាបងអូនចង់ធ្វើជា barista ចាបងអរគុណសម្រាប់សំណួរមូលហេតុដែលបងអូនចង់ធ្វើជា barista ដោយសារតែបងអូនចូលចិត្តការឆុងកាហ្វេការធ្វើភេសជ្ជៈផ្សេងៗក៏ដូចជាបច្ចេកទេសខាងកាហ្វេនេះផងដែរ បើសិនបើតែជនច្រើនហើយបងអូននៅតែម្នាក់ឯងតើបងអូនធ្វើបែបណា ចាបងអរគុណសម្រាប់សំណួរផ្សេងបើមានអតិថិជនច្រើនបងអូននឹងព្យាយាមរក្សាភាពស្ងៀមស្ងាត់ដែលរៀបចំការងារតាមលំដាប់អាទិភាពនិងជូនដំណឹងដល់អតិថិជនឲ្យបានដឹងថាតើអាចរងចាំបន្តិចបានទេ បងអូនអាចធ្វើការក្រោមសម្ពាធការងារបានទេ ចាបងបានខ្ញុំនឹងរៀបចំអតិភិបការងារហើយនឹងរក្សាភាពស្ងៀមស្ងាត់ តើបងអូនអាចនិយាយពីចំណុចខ្លាំងរបស់បងអូនបានទេ ចាបងចំពោះចំណុចខ្លាំងរបស់បងអូនខ្ញុំជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវរៀនបានលឿនមានការអត់ធ្មត់មានភាពស្មោះត្រង់និងធ្វើការជាក្រុមបានយ៉ាងល្អ តើបងអូនអាចនិយាយពីចំណុចខ្សោយរបស់បងអូនបានទេ ចាបងអរគុណសម្រាប់សំណួរចំពោះចំណុចខ្សោយរបស់បងអូនគឺដោយសារតែបងអូនមិនទាន់មានបទពិសោធន៍ការងារច្រើនប៉ុន្តែបងអូនក៏កំពុងតែព្យាយាមខិតខំរៀននិងព្យាយាមអភិវឌ្ឍខ្លួនជានិច្ចផងដែរ ហើយអ្វីយើងគួរជ្រើសរើសនេះ ចាបងទោះបីជាបងអូនមិនទាន់មានបទពិសោធន៍ក៏ដោយបងអូនមានឆន្ទៈរៀនខិតខំប្រឹងប្រែងនិងមានទំនួលខុសត្រូវនិងអាចធ្វើការងារជាក្រុមបានយ៉ាងល្អ តើបងអូនរំពឹងថានឹងបានប្រាក់ខែចំនួនប៉ុន្មានដែរ ចាបងខ្ញុំបើកចំហចំពោះប្រាក់ខែដែលក្រុមហ៊ុនបានកំណត់ហើយជឿជាក់ថាក្រុមហ៊ុននឹងផ្ដល់ប្រាក់ខែសមរម្យទៅតាមតួនាទីនិងសមត្ថភាព ជាចុងក្រោយតើបងអូនមានសំណួរអ្វីចង់សួរមកខាងជាងទេ ចាបងខ្ញុំមានសំណួរមួយខ្ញុំចង់សួរថាតើក្រុមហ៊ុនមានការបន្តតាប់ចំពោះបុគ្គលិកថ្មីដែរឬទេហើយតើអាចមានឱកាសអភិវឌ្ឍទៅលើតួនាទីខ្ពស់ជាងនេះដែរឬទេ អរគុណបងអូនសម្រាប់ការសម្ភាសន៍មួយនេះប៉ុន្តែខាងបងមិនទាន់ដឹងថាបងអូននឹងបានធ្វើការនៅទីនេះនោះទេប៉ុន្តែបងអូនសូមរងចាំប្រហែលមួយអាទិត្យឬក៏មួយខែអីណា ចាបងអរគុណច្រើនហើយក៏អរគុណបងដូចគ្នាសម្រាប់ការផ្ដល់ឱកាសបងមកសម្ភាសន៍នៅថ្ងៃនេះជាចុងក្រោយបងសង្ឃឹមថាបងនឹងផ្ដល់ឱកាសបងបានចូលរួមក្នុងក្រុមហ៊ុនរបស់បងផងដែរ មួយអាទិត្យហើយនៅតែមិនទាន់ឃើញមានដំណឹងអីបន្តិចសោះពិបាកចិត្តខ្លាំងណាស់ខ្ញុំមិនដឹងថាការងារនេះខ្ញុំចុចឬក៏ធ្លាក់ទេនេះហើយនេះចូលមួយខែហើយនៅតែមិនឃើញគេតាក់ទងអីមកខ្ញុំសោះតិចអត់ជាប់ទៅហើយការរងចាំខ្ញុំនេះមកទៅប្រកាសជាគ្មានលទ្ធផលល្អទេ Hello ម៉ែយកស្មានថ្ងៃម៉ែមិនតស្មានទៀត នៅតែកូនម៉ែដេកមិនលក់ទេប្រហែលយកទៅទៀតអីហើយកូនចាំមកចៃឥឡូវចោះរឿងការងារដែលកូនទៅសម្ភាសថ្ងៃមុនចាំមកហើយគេមានតាក់ទងអីមកកូនទៀតអត់ ចាម៉ែតែម៉ែកុំភ្លេចឆាប់ចូលសម្រានផងណាកុំនៅយប់ជ្រៅពេកហើយថែរក្សាសុខភាពផងរឿងការងារនៅតែម៉ែមិនទាន់មានដំណឹងអីបន្តិចសោះនេះតើខ្ញុំត្រូវចំណាយពេលរងចាំដល់ពេលណាទៀតទៅបើពេលនេះ
ឃើញរត់ផមកបាត់ហើយ 너에게로 갈 수 있는 길을 알려줘 정한 កូននឹងចាំផ្ទះលឺអត់មកយកស្រោនេះទៅឲ្យចាយសិន តែម៉ែក៏ដឹងហើយតែម៉ែបញ្ញាប់សួរតើតិចទៅនៅតាមម៉ោងបាយថ្ងៃលោកជ័យណា អេមកទៅដូចទីដែរហើយវាមកពីកាននឹងអញអត់ដឹងអីសោះទៅរកតាក់ទីដែរបន្តិចសិនខាងលោគេមានការងារធ្វើអីចឹងទៅណា ធីតាមកស្រុកពីចាមិនបានមិញអត់ដឹងសោះអញ្ចឹង ចាម៉ែខ្ញុំទៅម្ដងមិញដែរទេតែបានញ៉ាំអីមិញហ្នឹងមិញជើញផ្សារបាយ ចាហៅចុះក្មួយចង់និយាយថាក្មួយឯងមកហ្នឹងមានការងារការអីធ្វើណាហ្នឹងហើយប្រាក់ខែប្រហែលដែរហើយរាល់ថ្ងៃហ្នឹងរៀនចេះអត់ហ្នឹងហើយសប្តាហ៍ថ្ងៃហ្នឹងមានសង្សារអីណាហើយពេលមកស្រុកអញ្ចឹងមានផ្ញើលុយផ្ញើកាក់អីមកឲ្យម៉ែខ្លួនឯងអត់ហ្នឹង អ្នកមិញសួរខ្ញុំច្រើនអញ្ចឹងខ្ញុំមិនដឹងថាឆ្លើយមកទេអ្នក ក្មួយមិញសួរក្មួយឯងមិនក្មួយឯងឆ្លើយអញ្ចឹងមកមើលតែមិញហ្នឹងសួរសំណួរប្របាក់ឆ្លើយណាអញ្ចឹង ខ្ញុំមិនតាន់មានការងារធ្វើអីទេមិញដោយសារតែអត់តាន់ឃើញមានណាគេទេទៅមកខ្ញុំផងពីមួយថ្ងៃទៅមួយថ្ងៃមិនតាន់ឃើញមានការអីច្អល់គេប្រាប់ពីការជាប់នៃការសុភាននៅឡើយនោះទេពេលនេះខ្ញុំបានចូលឆ្នាំទី4ហើយការងារក៏មិនតាន់បានធ្វើត្រូវការចំណាយច្រើនជាងចំណូលខ្ញុំពេលនេះមិនដឹងថាទឹកភ្នែកវាហូរមកពីណាខ្លះនោះទេពេលនេះវាហូរយកជារៀងរាល់ថ្ងៃគូក្បែរខ្ញុំតែគិតថាបើនៅតែបែបនេះអនាគតខ្ញុំនឹងត្រូវទៅជាយ៉ាងណាខ្ញុំគួររំពឹងអ្វីទៀតទៅឥឡូវនេះការងារក៏មិនតាន់មានឥឡូវជីវិតក៏រករ៉ាក់មុខក៏យ៉ាប់ពិបាកមើលទៅស្រុកម្ដងតែមានសំណួរជាច្រើនពីអ្នកភូមិខ្ញុំមិនអាចឆ្លើយសំណួរពួកគេបានទេព្រោះខ្ញុំដឹងថាពួកគេនិយាយត្រូវណាស់បេះដូងរបស់ខ្ញុំស្ទើរតែប្រេះអស់ទៅហើយជីវិតអើយជីវិតហេតុអ្វីក៏ឯងមិនឲ្យយើងបានរស់នៅស្រួលបាននេះចឹងថោកតែជាមនុស្សមានសំណាងជោគជ័យគ្រប់បំណងប្រាថ្នាតែទឹកនេះវាមិនបានជួយអ្វីខ្ញុំបានធ្វើតែសោះជួយខ្ញុំផងមានណាក៏បានដែរជួយខ្ញុំផងមានណានៅនឹងទេជួយខ្ញុំផងជួយខ្ញុំផងនេះវាគ្រាន់តែជាការយកសពរបស់ខ្ញុំទេមែនវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ខ្ញុំខ្លាចឥឡូវនេះចូលដល់វ័យ21ឆ្នាំហើយពេលវេលាពិតជាដើរលើខាងណាស់តែស្ថានភាពខ្ញុំពេលនេះដូចជាអ្នកសំទានយ៉ាងចឹងឲ្យតែបានលុយការងារអ្វីក៏ធ្វើដែរប៉ុន្តែមិនដែលបានសម្រេចសម្រេចតែមួយខ្ញុំគិតថាការងារគេជ្រើសរើសអ្នកមានសមត្ថភាពអីទេប៉ុន្តែពេលនេះបើគ្មានសម្រស់យើងគ្មានសង្ឃឹមឡើយមកទល់ពេលនេះខ្ញុំពិតជាវង្វេងវង្វាន់នឹងអារម្មណ៍ខ្លួនឯងខ្លាំងណាស់មិនដឹងថាខ្លួនចង់ធ្វើអ្វីចង់ខ្លាចជាអ្វីឡើយការគិតទាំងប្រមាណពេលនេះក៏បាត់បង់អស់អារម្មណ៍ដែលថាតែសប្បាយរីករាយពេលនេះក៏ផ្លាស់ប្ដូរត្រឹមមួយប្រភេទភ្នែកខ្ញុំអនាគតខ្ញុំវាលែងមានទៀតហើយ